តែបើសិនជាការរើបុគ្គលិកវិញដាក់ពាក្យ send CV ទៅឲ្យក្រុមហ៊ុនគាត់ថាបើសិនជា send Gen X ទៅអូគាត់ចាស់គាត់តាមតំបច្ចេកវិទ្យាឯងបើដាក់ CV Gen Z ទៅឲ្យគាត់ថាអាចឆ្លាតអាចប្រកែតែមើលទៅធ្វើការបានយូរឯងហើយប្រហែលពិបាកធ្វើការមួយគ្នាបើសិនពីក្រុមហ៊ុនការគេថា point of view ណាពីក្រុមហ៊ុនខ្ញុំគិតថាអ្នកចំនួនទាំងពីរខ្វាតបានពាក្យស្លោកគេនិយាយថាចាស់ដឹងផ្លូវណាបាទពេលខ្លះយើងរៀងពិបាកដែរស្បែកទៅជំនាន់បងក៏បងនៅតែត្រូវការ advice ពីពួកគាត់ដែរពួកភាគច្រើនការខ្វល់ខ្វាយពី team work ចិនស៊ីអត់សូវមានទេគាត់ថាអូខេអាហ្នឹងគេនឹងខ្ញុំគេគិតមិនអាហ្នឹងយើងអត់មាញរបស់គេអញ្ចឹងយើងធ្វើតែឯងប៉ុន្តែពេលខ្លះហាក់បីដូចជាយើងអត់បានយល់ចិត្តក្រុមការងារដែរ team Gen X គឺគាត់មើលគ្រប់គ្នាគាត់ថែរក្សាគាត់ take care គាត់សួរថាមិនហើយអីមិនហើយគាត់ភ័យខ្លាចដែរគាត់អៀនដែរប៉ុន្តែគាត់អត់សូវមានអារម្មណ៍មួយថាជាគេថាបកែទ្រាំណាតែដល់ពេលខាងជំនាន់ Gen X វិញមានថាគាត់ធ្វើការគឺគាត់ទ្រាំបានច្រើន